វិនាសកម្មនិងសម្លេងទ្រហោយំកំពុងបន្លឺឡើងនៅភាគខាងត្បូងប្រទេសថៃខណៈដែលគ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវបំផុតបានវាយលុកយ៉ាងចាស់ដៃមិនត្រាប្រណីសំបីតែបន្តិចប្រិមិត្តទស្សនិកជននេះមិនមែនជារឿងលេងសើចនោះទេទឹកហូរគំហុកកម្រិតធ្ងន់និងបំណាក់ដីភ្នំបានឆក់យកជីវិតមនុស្សនិងកប់ផ្ទះសម្បែងដែលធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅក្នុងភាពភ័យរន្ធត់បំផុតគិតត្រឹមថ្ងៃប្រហ័សទី20ខែសីហាឆ្នាំ2026យើងទៅមើលស្ថានភាពផ្ទាល់នៅខេត្តណានជាមុនសិនមេឃហាក់ដូចជាធ្លាយបងអូភ្លៀងចុះមកយ៉ាងគំហុកកម្រិតជាង200ទៅ300មីលីម៉ែត្រឯណោះដែលធ្វើឲ្យទឹកទន្លេនិងបឹងនានាហក់ឡើងខ្ពស់យ៉ាងលឿនបោកបក់វេកំតិចអ្វីដែលនៅនឹងមុខស្រុកដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺស្រុកពណ៌ដែលត្រូវជន់លិចសង្កាត់ចំនួន7និងភូមិចំនួន60ស្ទើរតែទាំងស្រុងទឹកហូរខ្លាំងដោយបាក់ទំនប់បានកាត់ផ្ដាច់ចរាចរណ៍បំបាក់ស្ពានជាពិសេសស្ពានធំមួយនៅលើផ្លូវជាតិលេខ1256ដែលតភ្ជាប់ពីស្រុកពណ៌ទៅកាន់ស្រុកបូឃ្លឿងត្រូវបានកាត់ផ្ដាច់និងបាក់ស្រុតទាំងស្រុងតែម្ដងដែលធ្វើឲ្យប្រតិបត្តិការសង្គ្រោះប្រឈមនឹងការលំបាកបំផុតអ្វីដែលកាន់តែខ្លោចចិត្តនិងស្រក់ទឹកភ្នែកនោះគឺមានមនុស្សស្លាប់ជាបន្តបន្ទាប់ជនរងគ្រោះទី1នៅស្រុកពណ៌នៅក្នុងឃុំស៊ីឡាភេតគឺជាអ្នកជំងឺដេកជាប់នឹងគ្រែដែលមិនអាចរត់គេចទៅទីណាបានហើយត្រូវទឹកហូរគំហុកគួចយកទៅបាត់រហូតដល់ក្រុមជួយសង្គ្រោះប្រទះឃើញសាកសពនៅពេលក្រោយចំណែកសាកសពបុរសម្នាក់ទៀតមានអាយុចន្លោះពី45ទៅ50ឆ្នាំត្រូវបានកងសង្គ្រោះរកឃើញស្លាប់នៅក្នុងតំបន់ថាណាំផាគិតត្រឹមពេលនេះមនុស្សជាង16000នាក់មកពី8000គ្រួសារកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអត់បាយអត់ទឹករងចាំការសង្គ្រោះបន្ទាន់យ៉ាងអន្ទះសារស្ថានភាពនៅពេលនេះគឺមានភាពតានតឹងមែនទែនអាជ្ញាធរក្រុងណានដឹកនាំដោយអភិបាលក្រុងលោកសូរ៉ាផុនបានចេញបទបញ្ជាឲ្យទម្លាក់បើកខ្សាច់យក្សជាបន្ទាន់និងប្រើម៉ាស៊ីនបូមទឹកពេញកម្លាំងដើម្បីទប់ទល់កុំឲ្យមានការវាយលុកចូលមន្ទីរពេទ្យណាននិងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងលោកបានព្រមានចំថាស្ថានភាពទឹកនៅពេលនេះគឺកាចសាហាវប្រហាក់ប្រហែលនឹងមហន្តរាយទឹកជំនន់ប្រវត្តិសាស្ត្រកាលពីឆ្នាំ2006ទៅហើយសញ្ញាព្រមានអាសន្នក្រហមត្រូវបានប្រកាសពេញទំហឹងឲ្យប្រជាពលរដ្ឋរត់ឡើងទីទួលសុវត្ថិភាពជាបន្ទាន់ព្រោះបរិមាណទឹកធំកំពុងហូរធ្លាក់ទៅផ្នែកខាងក្រោមឥឡូវនេះយើងងាកទៅមើលផុសតាងនៃសេចក្តីស្លាប់មួយទៀតនៅក្នុងខេត្តម៉ែហុងសនឯនេះវិញដែលជួបរឿងរន្ធត់មិនចាញ់គ្នាប៉ុន្មាននោះទេនៅក្នុងស្រុកស៊ូមើយភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃបានធ្វើឲ្យដីភ្នំរលាយរអិលបាក់សុតមកយ៉ាងកក្រើកដីហេតុការណ៍រន្ធត់នេះបានកើតឡើងនៅភូមិបានខុនភឿងនៅក្នុងស្រុកម៉ែកាទួនទាំងភក់និងកំតិចកំទីដើមឈើថ្មរាប់តោនបានបាក់សង្កត់កប់ផ្ទះប្រជាពលរដ្ឋមួយខ្នងស្ទើរតែបាត់ស្រមោលពីភពផែនដីមនុស្ស5នាក់ត្រូវបានកប់ជាប់នៅក្រោមគំនរបែកបាក់នោះភ្លាមៗកងកម្លាំងចំនួន6នាក់មកពីអង្គភាពអភិវឌ្ឍចល័តទី36រួមជាមួយក្រុមសង្គ្រោះបន្ទាន់នៃរដ្ឋបាលឃុំម៉ែកាទួនបានបើករថយន្តល្បាតចុះទៅទាំងប្រថុយប្រឋានដើម្បីកាយដីអោសទាញជីវិតជនរងគ្រោះទាំង5នាក់ចេញពីមជ្ឈរាជយ៉ាងទាន់ពេលវេលាជនរងគ្រោះទាំងនោះបានរងរបួសយ៉ាងដំណំហើយត្រូវបានសង្គ្រោះជាបឋមមុននឹងបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យស៊ុបមើយដើម្បីសង្គ្រោះបន្ទាន់ឯកតាមការវិភាគជាក់ស្ដែងហេតុការណ៍ឆ្នាំនេះហេតុអ្វីបានជាឆ្នាំនេះប្រទេសថៃរងគ្រោះធ្ងន់ធ្ងរខ្លាំងម្ល៉េះនោះក៏ដោយសារតែឥទ្ធិពលនៃជ្រលងខ្យល់មូសុងដែលបានបង្អុរភ្លៀងខ្លាំងឥតឈប់ឈរវាយប្រហារយ៉ាងដំណំលើខេត្តជាប់ព្រំដែន
ដោយសារតែសភាពការវាយប្រហារពីធម្មជាតិហាក់មិនព្រមបញ្ឈប់នាយករដ្ឋមន្ត្រីលោកអនុទានឆាន់វីរៈគុលបានចេញបទបញ្ជាក្តៅគគុកឲ្យដាក់ពង្រាយកងកម្លាំងទ័ពប៉ូលីសក្រុមសង្គ្រោះបន្ទាន់និងក្រុមស្ម័គ្រចិត្តទាំងអស់ប្រចាំការ24ម៉ោងលើ24ម៉ោងកងកម្លាំងត្រូវបានបញ្ជាឲ្យត្រៀមខ្លួនជានិច្ចជាមួយនឹងទូកម៉ាស៊ីនឧបករណ៍សង្គ្រោះធុនធ្ងន់ដើម្បីទម្លាក់ចូលទៅតំបន់ដែលត្រូវបានកាត់ផ្តាច់ស្របពេលជាមួយគ្នានេះនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយប្រទេសថៃបានចេញវិធានការក្តៅដោយបាញ់សារព្រមានផ្ទាល់ចូលទៅទូរស័ព្ទដៃ Cell Broadcast របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ហានិភ័យនៅក្នុងខេត្តចំនួន15រួមមានដូចជាខេត្តណានផាយ៉ាវប្រែងឈៀងរ៉ៃខេត្តម៉ែហុងសនជាដើមដើម្បីប្រាប់ឲ្យត្រៀមខ្លួនជំនះរាល់វិនាទីនិងប្រយ័ត្នប្រយែងបញ្ហាឆក់ខ្សែភ្លើងប្រិមិត្តទស្សនិកជននេះជាសារព្រមានពីធម្មជាតិដ៏គួរឲ្យខ្លាចបំផុតផ្ទះសម្បែងដែលខិតខំរកស៊ីសន្សំលុយអស់មួយជីវិតត្រូវទឹកហូរគួចនិងបំណាក់ដីកប់បាត់ត្រឹមតែមួយប្រពេចភ្នែកជីវិតមនុស្សត្រូវបានបាត់បង់យ៉ាងសង្វេគដោយមិនដឹងខ្លួនតើស្ថានភាពនៅភាគខាងជើងប្រទេសថៃនឹងទៅជាយ៉ាងណានៅថ្ងៃស្អែកយើងនឹងបន្តតាមដានយ៉ាងគៀកកិតបំផុតនឹងធ្វើបច្ចុប្បន្នភាពនៃគ្រោះមហន្តរាយមួយនេះហើយនឹងនាំយកនៅព័ត៌មានលម្អិតមកជម្រាបជូនបងប្អូននៅបន្តទៅទៀតស្នាមរបួសនៃការបំផ្លិចបំផ្លាញនិងភាពសាហាវយង់ខ្នងនៃការទម្លាក់គ្រាប់បែកពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជាកំពុងត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតនៅចំពោះមុខក្រុមអ្នកអង្គកិច្ចការអន្តរជាតិនៅព្រឹកថ្ងៃទី20ខែសីហាឆ្នាំ2026ក្រុមអ្នកសម្របសម្រួលកម្ពុជាបានដឹកនាំក្រុមអ្នកអង្គកិច្ចការអាស៊ានប្រចាំកម្ពុជាដែលដឹកនាំដោយតំណាងប្រទេសហ្វីលីពីនចុះទៅពិនិត្យមើលដោយផ្ទាល់ភ្នែកនៅទីតាំងដែលរងការវាយប្រហារយ៉ាងសន្ធឹកសន្ធាប់ពីយោធាថៃនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតស្ថិតនៅក្នុងភូមិក្បាលស្ពានទី1សង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យការចុះទៅផ្ទៀងផ្ទាត់នេះគឺធ្វើឡើងបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានប៉ុន្តែទិដ្ឋភាពនៃការខូចខាតដ៏សែនរន្ធត់នៅតែដកជាប់ជាមួយសក្ខីភាពបញ្ជាក់ពីការឈ្លានពានមិនអាចប្រកែកបានបើយើងក្រឡេកទៅមើលការវិភាគលើទិដ្ឋភាពជាក់ស្ដែងទីតាំងដែលរងការវាយប្រហារនេះមិនមែនជាបន្ទាយយោធាឬជាទីតាំងលាក់អាវុធដោយដែលភាគីថៃធ្លាប់បានប្រឌិតរឿងដើម្បីដោះស្រាយយកតែរួចខ្លួននោះឡើយផ្ទុយទៅវិញទីនេះជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់ជាទីតាំងដែលប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កំពុងប្រកបមុខរបរអាជីវកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃយ៉ាងសុខសាន្តការបំផ្លិចបំផ្លាញនេះមានទំហំធំធេងខ្លាំងមែនទែនដែលរហូតមកទល់ពេលនេះប្រជាពលរដ្ឋខ្មែរនៅទីនោះពុំទាន់អាចស្ដារជីវភាពអាជីវកម្មរបស់ខ្លួនបានវិញនៅឡើយនោះទេព្រោះអ្វីត្រូវខ្ទេចខ្ទីអស់រលីងក្រោមក្របបែកតើយោធាថៃមានចេតនាអ្វីពិតប្រាកដនៅក្នុងការធ្វើបែបនេះបើយើងក្រឡេកទៅមើលការពីខែធ្នូឆ្នាំ2025យោធាថៃថ្លើមធំប្រើប្រាស់យន្តហោះចម្បាំងខ្នាតធំប្រភេទ S16 ហោះបំពេញចូលមកទម្លាក់គ្រាប់បែកយ៉ាងសាហាវព្រៃផ្សៃបំផុតចូលជ្រៅនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជារហូតទៅដល់ 8.2 គីឡូម៉ែត្រពីច្រកព្រំដែនអន្តរជាតិប្រិមិត្តសាកគិតមើលនេះមិនមែនជារឿងចៃដន្យឬជាការប៉ះទង្គិចគ្នាតាមខ្សែបន្ទាត់ព្រំដែនធម្មតានោះទេគ្រាប់បែកបានធ្លាក់ចំកណ្ដាលភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលទីក្រុងប៉ោយប៉ែតដែលជាតំបន់ទីប្រជុំជនប្រមូលផ្ដុំទៅដោយផ្ទះសម្បែងឃ្លាំងទំនិញសាលារៀននិងផ្សាររបស់ប្រជាពលរដ្ឋនេះជាការវាយប្រហារដែលមានការគិតទុកជាមុនយ៉ាងច្បាស់ក្រឡែតក្នុងគោលបំណងបំផ្លាញសេដ្ឋកិច្ចជាតិខ្មែរបំផិតបំភ័យពលរដ្ឋខ្មែរនិងជន់ឈ្លីច្បាប់អន្តរជាតិដោយគ្មានញញើតដៃ
ការអះអាងរបស់ថៃកន្លងមកដែលថាយន្តហោះចម្បាំងរបស់ខ្លួនគ្រាន់តែវាយប្រហារលើគោលដៅយោធាគឺជាការភូតភរកុហកយ៉ាងកក្លឿនដើម្បីបិទបាំងទង្វើអកតកម្មសង្គ្រាមរបស់ខ្លួនរបាយការណ៍និងទិន្នន័យពីប្រភពព័ត៌មានអន្តរជាតិធ្លាប់បានកត់សម្គាល់យ៉ាងច្បាស់ថាការទម្លាក់គ្រាប់បែកដោយគ្មានការរើសអើងពីសំណាក់អាកាសយានិកថៃនៅពេលនោះបានឆក់យកជីវិតជនស៊ីវិលកម្ពុជាស្លូតត្រង់ជាច្រើនអ្នកដែលធ្វើឲ្យមនុស្សរាប់រយនាក់រងរបួសនិងបង្ខំឲ្យប្រជាពលរដ្ឋរាប់សែននាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅឋានទាំងភិតភ័យនិងវេទនាបំផុតវត្តមានរបស់ក្រុមអ្នកអង្កេតការណ៍អាស៊ាននៅពេលនេះគឺជាការទះកំភ្លៀងមួយយ៉ាងខ្លាំងក្លាទៅលើការឃោសនាភូតកុហករបស់ថៃព្រោះផុសតាំងជាក់ស្ដែងគឺនៅនឹងមុខកំណោបែកបាក់នៃផ្ទះសម្បែងទ្រព្យសម្បត្តិនិងទឹកភ្នែករបស់ប្រជាពលរដ្ឋនៅមិនទាន់បានស្ងួតនៅឡើយនោះទេចំណុចដែលធ្វើឲ្យយើងគួរកត់សម្គាល់និងគួរឲ្យហួសចិត្តបំផុតនោះគឺកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខាយ៉ាងឱឡារិកកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅហើយប៉ុន្តែហេតុអ្វីបានជាត្រឹមតែមួយខែក្រោយមកពោលគឺនៅខែធ្នូឆ្នាំ2025យោធាថៃបែរជាបើកការវាយប្រហារតាមអាកាសមកលើទីក្រុងប៉ោយប៉ែតទៅវិញនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ក្រឡែតថាភាគីថៃមិនមានភាពស្មោះត្រង់មិនបានគោរពទៅតាមការសន្យារបស់ខ្លួននោះទេហើយថែមទាំងបានហែកចោលកិច្ចព្រមព្រៀងសន្តិភាពដោយឥតអៀនខ្មាសការប្រព្រឹត្តបែបនេះបង្ហាញពីចេតនាលាក់ពុតរបស់ភាគីយោធាថៃមួយក្តាប់តូចដែលតែងតែចង់បង្កជម្លោះទាញយកស្ថានភាពតានតឹងដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងរបស់គេឬចង់សាកល្បងកម្លាំងយោធារបស់កម្ពុជាជាការឆ្លើយតបកម្ពុជាយើងជារដ្ឋអធិបតេយ្យភាពដែលតែងតែប្រកាន់ខ្ជាប់នៅភាពចាស់ទុំផ្នែកនយោបាយនិងគោលការណ៍សន្តិភាពហេតុនេះហើយទើបកម្ពុជាបើកទ្វារចំហនិងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកអង្កេតការណ៍អាស៊ានឲ្យចូលទៅពិនិត្យផ្ទាល់ទីតាំងដល់កន្លែងកាត់ហេតុនេះគឺជាយុទ្ធសាស្ត្រការទូតដ៏ឈ្លាសវៃបំផុតរបស់កម្ពុជាក្នុងការប្រើប្រាស់ដំណាភាពដើម្បីយកការពិតមកទល់ទល់នឹងការភូតកុហកនិងដើម្បីលាតត្រដាងមុខមាត់ពិតប្រាកដរបស់យោធាថៃដល់សហគមន៍អន្តរជាតិការអនុញ្ញាតឲ្យអាស៊ានចុះផ្ទៀងផ្ទាត់ក៏ជាការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមចំណុចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូតកម្ពុជាថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងសន្តិភាពមុនផងដែរការចុះមកដល់ផ្ទាល់របស់តំណាងប្រទេសហ្វីលីពីនក្នុងនាមជាអ្នកដឹកនាំក្រុមអ្នកអង្កេតការណ៍អាស៊ាននៅពេលនេះគឺជាសារនយោបាយមួយនិងជាសញ្ញាព្រមានយ៉ាងច្បាស់ទៅកាន់ទីក្រុងបាងកកថាកម្ពុជាមិនមែននៅឯកោនោះឡើយសកម្មភាពឈ្លានពានណាមួយមកលើកម្ពុជាគឺជាការគំរាមកំហែងដោយផ្ទាល់លើសន្តិសុខស្ថិរភាពនិងសេដ្ឋកិច្ចរបស់តំបន់អាស៊ានទាំងមូលកម្ពុជាមិនបានឆ្លើយតបដោយការសងសឹកបែបឆេះឆាវដែលនាំទៅរកសង្គ្រាមវិនាសអន្តរាយនោះទេប៉ុន្តែកម្ពុជាកំពុងប្រើប្រាស់យន្តការអន្តរជាតិច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងនានាដើម្បីដាក់គំនាបយ៉ាងតឹងរ៉ឹងឲ្យភាគីថៃត្រូវតែមានគណនេយ្យភាពចំពោះរាល់ការខូចខាតដែលខ្លួនបានបង្កជារួមមកព្រឹត្តិការណ៍នេះមិនត្រឹមតែជាការចុះពិនិត្យទីតាំងរងគ្រោះធម្មតានោះឡើយប៉ុន្តែវាជាសមរភូមិការទូតនិងការទល់ផ្នែកផ្លូវច្បាប់ដែលកម្ពុជាកំពុងដើរទៅមុនមួយជំហាននិងឈ្នះប្រៀបទាំងស្រុងលើភាគីថៃសហគមន៍អន្តរជាតិនិងប្រជាជាតិអាស៊ានបានមើលឃើញច្បាស់ហើយថានរណាជាអ្នកបង្កសង្គ្រាមបំផ្លាញសេចក្តីសុខនរណាជាអ្នកទម្លាក់គ្រាប់បែកសម្រាប់ជនស៊ីវិលសងខាងព្រំដែនហើយនរណាជាអ្នកខិតខំប្រឹងប្រែងរក្សាសន្តិភាពយ៉ាងពិតប្រាកដយោធាថៃមិនអាចគេចវេះបានឡើយពួកគេត្រូវតែទទួលខុសត្រូវ
ចំពោះទង្វើរបស់ខ្លួនដែលបានបំផ្លាញទ្រព្យសម្បត្តិនិងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរនៅក្រុងប៉ោយប៉ែតហើយការខូចខាតដ៏មហាសាលទាំងនេះត្រូវតែមានការដោះស្រាយនិងសងជំងឺចិត្តទៅតាមច្បាប់អន្តរជាតិដោយពុំខាន។